លេងឯបងប្អូនគ្មានសល់អីសោះហ្មងចាផ្កាស្នេហ៍មកចែកចំណេះជូនបងប្អូនអស់លេងមែនតាំងពីរបៀបកាត់ពុំរបៀបភ្ជាប់លួសរបៀបបិទផ្កាឥឡូវមកបង្ហាញរបៀបផ្គុំធ្វើជាផ្ការំដួលទៀតចាអស់ហើយអត់មានអីត្រូវសល់ទៀតទេចាចាឥឡូវនេះយើងមកមើលរបៀបផ្គុំវិញចានេះផ្ការំដួលនេះខ្ញុំធ្វើ6សន្លឹកតូច3ធំ3តូចយើងយកធ្វើផ្កាកដាលចាធំយើងធ្វើផ្កាសង្ខៈខាងក្រៅធំជាងខាងក្នុងបន្តិចចាឥឡូវយើងមកផ្គុំមកបងប្អូនចាអត់មានអីពិបាកបានបន្តិចទេចាដោយរូបខ្ញុំបង្ហាញជូនអញ្ចឹងបងប្អូនឃើញយើងគ្រាន់តែពុតឲ្យរៀងកោងបន្តិចមកយើងយកមកតម្រឹមសិនហើយយើងបិទកៅដូចនៅក្នុងរូបនេះបងប្អូនមើលទៅយល់ហើយចាហើយយើងយកមកដាក់ផ្គុំបញ្ចូលគ្នាឲ្យធ្វើទៅជាផ្ការំដួលតែផ្កាខាងក្នុងផ្កាកពុំណាចាបានមួយផ្លែតស្ងួតហើយចាបងប្អូនស្ងួតហើយឃើញហ៎ឥឡូវបានមួយជ្រុងបានមួយចំហៀងហើយខ្វះតែមួយជ្រុងទៀតគឺពេញហើយចាបដូរផ្កាហើយយើងយកមកឡូសិនមកត្រូវគ្នាអត់ចាមើលបើត្រូវហើយបិទកៅមកបងប្អូនយើងគិតថាអូយផ្ការំដួលពិបាកតែគិតទៅគ្មានអីដែលស្រួលទេបងប្អូនតទៅពេលយើងអនុវត្តផ្ទាល់បានយើងដឹងចាឥឡូវនេះយើងផ្គុំហើយចាយើងផ្គុំមកច្បាច់យកតម្រង់យកតម្រង់ឲ្យមានតម្រង់បន្តិចមកចាយើងមើលទៅឃើញចេញជ្រុងចាប៉ុណ្ណេះរួចរាល់បាត់ហើយចានេះបដូរខាងក្នុងចា3ជ្រុងហើយខាងក្រៅក៏យើងធ្វើ3ជ្រុងដូចគ្នាចានេះដំបូងខ្ញុំធ្វើបដូលសិនព្រោះបដូលស្លឹកផ្កាទូជាងខាងក្រៅអត់ធំខ្លាំងទេធំជាងតែបន្តិចទេចានេះខាងក្រៅយើងយកមក3ស្លឹកដូចគ្នាយើងរៀងពុតឲ្យរៀងកោងបន្តិចមកបងប្អូនណាចាมันឃើញទម្រង់ផ្កាស្អាតចាហើយយើងយកផ្កាដែលយើងផ្គុំបដូលហ្នឹងយកមកចាហើយយើងយកស្ទប់ផ្កាយើងយកមកដាក់ចាដាក់អញ្ចឹងមកសិតត្រឹមសិនអូអធិស្ឋានផងបងប្អូនអើយដាក់កាមេរ៉ាតពេលអញ្ចឹងទៅដូចរៀងចង់ផិតមុខផិតក្រោយតែមិនអីទេនៅតែមើលឃើញអញ្ចឹងចាតាមពិតភ្ញៀវគាត់កំង10ផ្កាគ្រាន់តែថាខ្ញុំក៏ឆ្លៀតពេលធ្វើវីដេអូបន្តិចចែកជូនទៅដល់បងប្អូនទាំងអស់គ្នាគ្រាន់បាននឹកឃើញចង់ធ្វើម៉ូដផ្ការំដួលអីចេះហ្មងចានេះយើងសេរីស្រង់ដាក់អញ្ចឹងហើយយើងបតក់កៅបន្តិចមកកភ្លើងបាញ់កៅហ្នឹងបតក់បន្តិចមកណាបងប្អូនចាយើងបតក់បន្តិចមកបានហើយអត់ច្រើនទេចាបតក់បន្តិចមកយើងសកត់តែកន្លែងនេះបញ្ជាក់បងប្អូនបន្តិចណាឲ្យកដាលផ្កាហ្នឹងឲ្យវាត្រូវមួយតំណងធ្នេផ្កាយើងនេះបងប្អូនអានេះនាងខ្ញុំបញ្ជាក់ជូនច្បាស់អញ្ចឹងហ្មងឲ្យយើងមើលទៅឃើញទម្រង់ផ្កាយើងស្អាតចាហើយយើងបន្តអញ្ចឹងទៀតមកនិយាយទៅរបៀបគុំនេះស្រួលមែនតើដោយសារយើងយកតែតម្រង់ឯងដោយសារ3លើ3ក្រោមបដូលក្នុងហ្នឹងយើងក្តោប3ហើយអញ្ចឹងខាងក្រៅទៀតយើងដាក់3ស្លឹកទៀតគឺស្រួលហើយយើងយកតែកដាលតំណងកដាលឲ្យចំនឹងកដាលស្លឹកផ្កាទៅគឺអូខេហើយចាប៉ុណ្នេះរួចរាល់បាត់ទៅហើយឃើញហ៎បងប្អូនអានេះយើងអត់តន់សេរីស្រង់ផងយើងគ្រាន់តែបិទទេចាហើយស្គុតរុំលុះហ្នឹងចាយើងកាត់មកបន្តិចមកយកមកបិទទៅកុំភ្លេចបតក់កាយចរត់ជាប់បតក់កាយបន្តិចទៅដឹងតែជាប់ហ្មងបែរអត់ចេញទេចាហ្នឹងហើយយើងរុំអញ្ចឹងមកចារុំមកឲ្យស្គុតនេះនិយាយទៅល្អប្រើឲ្យមកដុំនេះប្រើបានយូរបងប្អូនអើយរៀងធំដែរមិនទូចណាចាហើយខាងចុងលួសហ្នឹងយើងត្រឹមឲ្យស្មើដោយសារលួសយើងកាត់អត់បានស្មើគ្នាល្អអញ្ចឹងយើងត្រឹមតិចមកចាឲ្យបានស្មើឲ្យរុំអញ្ចឹងណាចាហើយយើងបន្តកៅបន្តិចទៀតដើម្បីឲ្យជាប់ល្អចាប៉ុណ្ណេះរួចរាល់បាត់ចានេះយើងសេរីស្រង់ថែមបន្តិចបន្តួចទៀតណាចាយើងរៀងក្តោបកោងមិនដែលយើងមើលទៅថាសមស្អាតនិយាយទៅភាពស្រស់ស្អាតអាស្រ័យលើភ្នែកបងប្អូនម្នាក់អីចាតែខ្ញុំគិតតែប៉ុណ្ណេះបានហើយអូខេចាតែឥឡូវនេះនៅតែបន្តផ្គុំមួយទៀតជូនបងប្អូនចាហើយបងប្អូនមើលអត់ទាន់ចាឥឡូវមកផ្គុំមួយទៀតចាផ្កាដែលយើងបាញ់ពណ៌ហើយអីហើយយើងបិទហើយហ្នឹងយើងយកមករៀងកាច់ក្តោបចាដោយសារយើងដាក់លួស
បិទលូហ្នឹងគឺដើម្បីពេលយើងក្តោបផ្កាក្តោបស្តុបផ្កាមកគឺវាមកតាមលូហើយព្រោះអីលូតុនហើយនឹងស្តុបផ្កាយើងអាស្នោកបិទពុំហ្នឹងក៏វាតុនល្អដែរអញ្ចឹងយើងចង់ក្តោបចង់លីអីបានងាយស្រួលចាហើយសម្រាប់សម្ភារៈក្រុមផ្កាក៏ដូចជាស្នោកាត់ពុំកាភ្លើងបាញ់កាវស្គុតសស្គុតខៀវបៃតងអីហ្នឹងចង់បានផ្កាស្នេហ៍មានលក់ទាំងអស់បងប្អូនត្រូវការអាចតំងបាននេះបង្ហាញរបៀបធ្វើផងហើយបងប្អូនអត់ដឹងថាទិញឧបករណ៍នៅទីណាខាងខ្ញុំក៏មានលក់ដែរចាហើយបើសិនជាបងប្អូនចង់រៀន free នាងខ្ញុំមានក្រុម Telegram ជួញក្រុម Telegram នាងខ្ញុំទៅមានបង្រៀន free ក្នុងហ្នឹងហ្មងចាបងប្អូនអាចចូលមើលហើយបើឆ្ងល់កន្លែងណាឆាតមកនាងខ្ញុំផ្ទាល់នាងខ្ញុំរីករាយក្នុងការចែករំលែកជូនបងប្អូនទាំងអស់គ្នាចាកុំក្រែងចិត្តអីយើងធ្វើផ្កាបានស្អាតទាំងអស់គ្នាវាជាសេចក្តីសុខផ្លូវចិត្តរៀងខ្លួនចាហើយបើបងប្អូនឆាតមកប្រាប់ខ្ញុំថាអូយធ្វើផ្កាបានប៉ុណ្ណេះប៉ុណ្ណោះទៀតទៅសប្បាយចិត្តទៀតចាព្រោះអីផ្កាយើងដោះច្រើនណាស់បងប្អូនអើយចាខែអត់សូវមានបុណ្យមានទានចេះសបូនណាតែខែបុណ្យខែទានប្របាក់រោដែរចាចាយើងរុំចឹងមកអ្នកនរគ្នាចាប៉ុណ្ណេះរួចរាល់បាត់ហើយចាប៉ុណ្ណេះរួចរាល់បាត់មានអីអ្នកនរគ្នាអត់ប្របាក់ទេចាអញ្ចឹងក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែស្រឡាញ់ចូលចិត្តផ្កាស្នេហ៍ចានាងខ្ញុំនឹងព្យាយាមធ្វើនៅម៉ូដថ្មីងាយចាជូនទៅដល់បងប្អូនទាំងអស់គ្នាចាឲ្យបានចេះធ្វើផ្កាឲ្យបានស្អាតទាំងអស់គ្នាចាអរគុណ